បាទសូមគោរពស្វាគមន៍នឹងបាទសូមគោរពស្វាគមន៍នឹងជំរាបសួរលោកឪពុកអ្នកម្ដាយបងប្រុសបងស្រីលោកប្រុសលោកស្រីប្រិមិត្តអ្នកនាងកញ្ញាដែលកំពុងតែទស្សនាកម្មវិធីរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ជាទីគោរពនេះគឺជាកម្មវិធីសុគាលក្ខណៈ BIG សុគាលក្ខណៈ BIG បានមកជួបលោកស្រីនិងកញ្ញាសាជាថ្មីម្ដងទៀតតាមពេលវេលានឹងមកដដែលចាជំរាបសួរបងសុគាបង BIG បាទអូនចាសុខសប្បាយទេអូនណាចាសុខសប្បាយទៅសុគាបាទជាធម្មតាចាសុខសប្បាយហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃអាទិត្យបងប្រុសទាំងពីរមានកម្រងទៅណាដែរបំរុងតែចប់កម្មវិធីហ្នឹងទៅស្ទូចត្រីមួយសុគាបាទទៅទេបងប៉ុន្តែខ្ញុំលះបង់នៅកិរិយាសម្រាប់សัตว์ច្រើនចឹងហើយយើងស្ទូចលែងវិញណាក៏គ្នាឈឺមាត់ទៅហើយបើជ្រុលតែថាស្ទូចបានហើយកុំឲ្យគ្នារងកម្មយើងទៅណាដុតត្មងចូលដាច់មាត់ហើយណាយើងធ្វើបាបគ្នាដាច់មាត់ឲ្យលែងចូលទឹកកាហាយណាមិនធម្មតាខ្លាំងជាងយើងទេណាជាងថាចាំមិនថាបើជ្រុលប្រឡែងបើជ្រុលកុំស្ទូចហើយបើស្ទូចគួរកុំលែងអូចាមានចឹងនិយាយថាពិតតែយើងស្មោះថាយើងមិនសម្លាប់ហើយហ្នឹងកុំស្ទូចហ្នឹងតែបើថាស្ទូចឲ្យគ្នាដាច់មាត់ដាច់កអីហូបចំណីអត់កើតលែងទៅជួនកាលអាចស្លាប់អត់ដែរនាំផុតពូជត្រីយើងយកមកធ្វើចំណីទៅបើជ្រុលបាបឲ្យឆ្អាបមាត់ចេះមិនមានរូបថែមទេប៉ុន្តែធម្មតាដូចខ្ញុំអីចេះនិយាយលេងទៅប៉ុន្តែឲ្យលះបង់អានេះអំពើទាំងឡាយអំពើអាក្រក់នោះវាមិនទាន់អស់ទេវានៅតែដូចតែសាច់នៅតែឆ្ងាញ់ទៅពីនៅក្រៅឡើយទ្រឹស្ដីបងសុគាល្អម្យ៉ាងទៅតាចាណាមួយចាស់លោកតែងមានប្រសាសន៍ប្រាប់ថាយើងកុំអោយតាបើយើងកាន់មិនបានដោយប្រសង់ដែលកាន់នៅគេហៅថាបាណាតិបាតាឲ្យខ្លាំងក្លាក៏ប៉ុន្តែយើងមិនប្រមាថដល់ជីវិតសត្វធំដូចជាមនុស្សអីចឹងណាយើងកុំអោយមានគំនិតចងអាឃាតធ្វើបាបគ្នាប៉ុន្តែដូចសត្វមួយចំនួនដែលហៅថាតតឹងផែនដីមានសត្វតតឹងផែនដីនិងសត្វបដោយផែនដីបាទមានសត្វបដោយផែនដីសត្វតតឹងផែនដីចុះសត្វតតឹងផែនដីសត្វអីទៅសត្វតតឹងផែនដីមនុស្សដីអញ្ចឹងយើងជំហរយើងត្រង់ចឹងផែនដីទៅតឹងចុះសត្វសត្វបដោយផែនដីសូម្បីតែជើងពីរដូចគ្នាមាន់ក៏ដោយប៉ុន្តែប្រវែងនៃមាន់គឺបដោយមួយផែនដីអញ្ចឹងមាន់បដោយសត្វបដោយផែនដីត្រីអីជាដើមគឺខ្លួនវិញអញ្ចឹងអញ្ចឹងយើងចាស់ថាបើសិនជាកិច្ចមិនរួចយើងអាចត្រូវដែរនេះចាចុះបងសត្វធ្ងន់ផែនដីគេសត្វធ្ងន់ផែនដីគឺសត្វទាំងឡាយណាដែលគ្មានប្រយោជន៍ហើយនាំឲ្យចង្រៃដល់សង្គមដូចជាសត្វមនុស្សសត្វលោកយើងក៏ដោយណាគូនតើក៏អាចឲ្យធ្ងន់ផែនដីដែរបើសិនជាកើតមកហើយអត់ប្រយោជន៍ចុះមិនសត្វដំរីសត្វជ្រូកអីហ្មងឧទាហរណ៍មិនធ្ងន់ទេព្រោះសត្វទាំងអស់នឹងមានប្រយោជន៍នេះខ្ញុំគិតទេណាមិនមែនអ្នកណាគិតទេមិនមែនអ្នកប្រាជ្ញអីណាគិតទេតែខ្ញុំប៉ុន្តែនិយាយទៅនិយាយមកយើងវែករកផ្លូវមិនឃើញទេគ្រាន់តែប្រាជ្ញចុះវិលមកចូលក្នុងកម្មវិធីរបស់យើងវិញពឹងអ្នកប្រាជ្ញបាទដូចខ្ញុំនិយាយថាតើអ្នកប្រាជ្ញយើងគាត់នៅភាសារបៀបក្មេងលេងចាតែហើយចាបងសុគានិងបង BG ថ្ងៃនេះដឹងទេថាតារាកិត្តិយសរូបណាដែលនឹងត្រូវចូលរួមនៅក្នុងកម្មវិធីរបស់យើងបាទគឺតាមបងគិតចាឥឡូវនេះគឺតារាកិត្តិយសក្នុងសប្តាហ៍នេះចាអត់ទាស់តែម្ដងចាអត់ទាស់មានទាស់ទៀតដល់លែងកូនខ្ចីហើយបងគាត់និយាយត្រូវតែមកទៀតបងអស់ទាស់ហើយមិនបងដឹងតែឥឡូវបងចាំតែអញ្ជើញគាត់មកតែម្ដងចាឥឡូវស្អាតណាស់បាទចាអញ្ចឹងសូមគោរពជើញតារាកិត្តិយសទី1គឺអ្នកនាងសំពូលីដាចាជំរាបសួរបាទសូមអញ្ជើញមកចិត្តលាក់មកចាថ្ងៃនេះឈុតបាទលេងឈុតហ្មងបាទខ្ញុំសូមហៅបងណាចាហើយអ្នកនាងដូចចាស់ហៅលោកយាយក៏បានដែរបាទនេះលក្ខណៈពាក្យអ្នកនាងហ្នឹងបើតាមខ្ញុំដឹងមិនមែនចាស់ទេណាចាអ្នកនាងហ្នឹងសំដៅលើអ្នកមានតកូលខ្ពស់អីចឹងអ្នកនាងនេះមិនទាន់មានគូបើក្នុងប្រូលខោននៅមានដែរសុំទោសអ្នកនាងតើអ្នកនាងឈ្មោះអ្វីទៅអីចឹងណាវាមានចឹងប៉ុន្តែអ្នកនាងកុំអន់ចិត្តបើអ្នកស្រីអាហ្នឹងបានថាខាញ់លោមានគូចាមិនមានតំណដល់អ្នកស្រីទេបងអូនត្រឹមអ្នកនាងបានហើយអញ្ចឹងចាយ៉ាអត់មានតំណដល់អ្នកស្រីទេដល់មានដល់អ្នកនាងអ្នកនាងបានន័យថាធ្លាប់មានគ្រួសារតែអ្នកស្រីបានន័យថាគ្រួសារយើងនឹងក៏មានតំណន្តរស័ក្តិណាអញ្ចឹងហើយអត់មានហងមិនក៏មិនមានហងដល់វាអត់មាននឹងហងកុំទៅហងវិញខ្ញុំអត់ខាតទេណាចាត់ចៃហងសួរហងអាហ្នឹងចៃហងសួរហងតាបាទណាខាតតែខ្ញុំថាខាតឲ្យខាតខ្លាចខាតបងប្អូនទាំងបងបាទឥឡូវកុំឲ្យបងប្អូនទៅតឹង
ឆ្ងល់យូរថាតើអ៊ីទន្ទឹងឆ្ងល់ទេណាទន្ទឹងចាំហើយឆ្ងល់យូរតើតារាកតញ្ញូទន្ទឹងហើយឆ្ងល់ទៀតច្បាស់ជាឈឹកក្បាលហើយអ្នកដែលត្រូវទន្ទឹងបាទខ្ញុំថាលើសូមអញ្ជើញបាទខ្លីៗអញ្ជើញលោកតេឡេបាទសូមអញ្ជើញអូតេឡេកំងទូទូណាហើយថាជីវិតឈ្មោះពិតប្រកបអត់ទេណាបាទមានសួរលោកចាជំរាបសួរបងសូមអញ្ជើញមកចិត្តលោកសុគាមកនាយតេឡេចាបាទតេឡេនេះសុំទោសមិនមែនបជាទូទស្សន៍ទេគឺបជាមិនសិនជាបាទឈ្មោះអូចឹងឈ្មោះចឹងហ្មងទឹមសឹកទឹមសឹកអត់ទេបាទម៉ូតទេម៉ូតមនុស្សចាស់អូមិនម៉ូតអីទេតាមម៉ូតនេះម៉ូតលោកតុយនេះម៉ូតម៉ូតខ្ជិលកាត់អត់ទេម៉ូតខ្ជិលសិតហ្មងខ្ជិលតិចខ្ញុំនិយាយហងមើលខ្ញុំដឹងម៉ូតប្រវត្តិលោកតេឡេនេះប្រម៉ូតប្រវត្តិអីម៉ូតដែរម៉ូតបាទប្រវត្តិម៉ូតសក់ហ្នឹងគឺថាដោយសារស្បត់មួយប្រពន្ធអូសង្ស័យឈប់មានស្រីចាចប់ហើយស្បត់ឈប់មានស្រីចប់ហើយស្បត់ឈប់បាទឈប់ឲ្យគាត់ដឹងអូចឹងហើយលោកនេះបាយជាគ្មានទេបរោះនេះថាលក្ខណៈស្បត់ដល់ថ្នាក់ឈប់មានស្រីមិនជឿទេតែវាយក្តាមឈូពោកខ្ញុំស្បត់ថាឈប់ឲ្យគាត់ដឹងបាទឈប់ឲ្យគាត់ដឹងមិនមែនឈប់មានស្រីគេចង់និយាយថាពាក្យគេនិយាយមិនទាន់ចប់ហ្នឹងហើយយើងបដិញ្ញាចិត្តស្បត់ថាឈប់មានស្រីឲ្យគាត់ដឹងទៀតហើយបាទឥឡូវកុំឲ្យបងប្អូនយើងសង្ស័យថាតិចលោកប្រុសនាំគ្នាកេះគ្នានិយាយតែរឿងអញ្ចឹងវោថាមានអារម្មណ៍អត់សុបាយចិត្តនៅផ្ទះណាថ្ងៃនេះអាទិត្យផងលោកបងប្អូននៅបារម្ភលែងឲ្យប្តីចេញទៅណាសតបាទអញ្ចឹងមិនកើតទេនាំឲ្យបងប្អូនគិតថាយើងបំផុសអាការងារហ្នឹងទៅជាការងារនឹងឆ្វេងឆ្វាយនាំភ្លើងបាទនាំភ្លើងនិយាយទៅ BIG អ្នកនាំហ្នឹងចាឥឡូវនេះតារាកិត្តិយសបានជួបគ្នាដូចមិនទាន់ចំណេះសំណាលគ្នាឲ្យចាយើងទៅមកចាក្រោយឆាកមកជំរាបសួរ10ដងចាប់ដៃស្ទាយអឺរ៉ុបអីតិចទៅចាឥឡូវគាត់នឹងជំរាបសួរធ្វើដូចឲ្យគេឃើញមកអត់កើតទេគេថាទៅឯក្រៅប្រទេសវាជារឿងទំនៀមទម្លាប់របស់ពួកគាត់ណាចាជំរាបសួរអញ្ចឹងគាត់មិនមែនលើកដៃដូចយើងទេគាត់ថាជិះធ្វើកាយវិការវាហាក់វាស្រស់ពេកប្រើមាត់ដែលទេចេះនិយាយហ่าដែលខ្ញុំទៅសុកគេទោះបីមិនគេរាប់ហាន់នេះអូបើហាន់នេះអាហ្នឹងខ្ញុំជឿហើយចាប់ពាក្យហាន់នេះគេប្រើបានទូទៅតាហាន់នេះអោបឈឹបខ្ញុំដល់ពេលគេស្ទុះអោបអញ្ចឹងគេមិត្តភក្តិគេទៅទទួលទាំងស្រីទាំងប្រុសអូយហាន់នេះប៉ូលីដាវិញចាប់ដើមកោងហ្មងខ្លាចចុះគាត់បរោះឲ្យយើងត្រីវាដូចថាកន្លែងរោងចក្រគាត់វាខុសពីរោងចក្រយើងណាចរន្តមិនខុសអញ្ចឹងផងអត់ទេមែនតែធ្វើអញ្ចឹងលៀងមេធ្មប់មែនធ្វើដល់ទៀតមើលធ្វើអញ្ចឹងទៀតមើលទៅដល់ទៀតអត់ទេតែម្ដងឯងខ្ញុំឆ្លោះអោតកើតដែរពីព្រោះចុះបងតាបរោះនៅប្រភេទជាខ្ញុំទៀតដូចបងខ្ញុំមិនលយទៅមុខយើងអោតទៅរួចដូចកពើផើងហ្នឹងតែអោតមិនបើមានខ្ញុំទៅអញ្ចឹងចាដល់ពេលទៅច្រើនប្រទេសទៅក៏មានការវិថាវាជាស៊ំចាដបោអៀនមហាអៀនដល់ពេលយើងទៅមិនអៀនទេសាហាវជាងគេទៀតទៅកោគេមុនណាខ្ញុំបាទគេមកគេមកអោមុនខឹងទៀតណាបាទខ្ញុំធ្លាប់ទៅស្រុកគេដែរខ្ញុំជំរាបសួរដូចយើងយ៉ាងដែរហ្នឹងដល់ណាទៅកពតមែនណាស្រុកគេចុះកពតយើងមានកើតហ្នឹងមិនស្រុកគេមិនត្រូវហ្នឹងឥឡូវងាកមកយើងមានសំណួរខ្លះចង់សួរដល់តារាកិត្តិយសទាំងពីរជាការពិចារណាជាការគិតជាការឆ្លើយដោយប្រុងប្រយ័ត្នជាការឆ្លើយមួយជាទស្សនវិជ្ជាជាក្បួនអប់រំជាសត្រាស្លឹករឹតជាពុទ្ធហេតុធម្មជាតិអ្វីផ្សេងៗគឺថាយើងនឹងសួរនៅពេលបន្តិចទៀតនេះបាទផ្ដើមសំណួរដល់លោកចាប់ផ្ដើមសំណួរពីលោកតេឡេមុនបាទតើអ្នកយល់យ៉ាងណាដែរប្រសិនបើគេបើកមីក្រូបាទលន់រំពងពេលចិត្តភ្លឺបាទសម្រាប់ឈប់សិនទី1បាទយល់យ៉ាងណាចំពោះនៅពេលដែលគេបើកមីក្រូលន់លឺរំពងពេលចិត្តភ្លឺខ្ទង់ម៉ោង4កន្លះម៉ោង5ចាទី1យើងជាម្ចាស់មីក្រូតែយើងគិតយ៉ាងណាបើសិនជាយើងជាម្ចាស់បើសិនជាយើងសិនតែបើសិននេះសំណួរបាទ if បើសិនទីហៅថារូបខ្ញុំជាម្ចាស់មីក្រូណាចាខ្ញុំមើលតាមកម្មវិធីពេលវេលាដែលជួនកាលម៉ោង5ហ្នឹងគឺមនុស្សម្នាអាចនឹងងើបភ្ញាក់ឡើងហាត់ប្រាណហាត់អីចឹងมันអាចនឹងមានការរំខានច្រើនដល់ចឹងពួយមកលឺបាទពួយมันឲ្យលឺពេកទេថាពាក់កណ្ដាលចុះព្រោះថាពេលហ្នឹងបើថាក្នុងថ្ងៃមង្គលការវាត្រូវតែចាក់ឲ្យចិត្តភ្លឺហ្នឹងបាទដើម្បីដាស់តឿនឲ្យបងប្អូនចិត្តខាងហ្នឹងងើបឡើងរៀបចំខ្លួនប្រាណជួយហែចំនួនធ្វើណែខ្លួនឲ្យបានមុនពេលហែកំណត់បាទ2ប្រសិនបើលោកគឺជាសម័យដើមការឬក៏
ប្រសិនបើលោកគឺជាសម័យដើមការឬក៏ម្ចាស់ដើមបុណ្យបាទបើសិនជាខ្ញុំបាទជាម្ចាស់ដើមការឬម្ចាស់ដើមបុណ្យក៏ត្រូវតែអនុញ្ញាតឲ្យគេចាក់ដែរនៅពេលហ្នឹងបាទអរគុណលោកតេឡេឥឡូវសួរសំណួរទី2ទៅអ្នកនាងសំពូលីដាសូមកញ្ញាធនលក្ខណៈជាអ្នកសួរបាទនេះខ្ញុំចង់សួរបងសំពូលីដាតើបងយល់យ៉ាងណាដែរចំពោះការចោលសម្រាមពីវាលពីកាលបើសិនជាបងជាអ្នកចោលសម្រាមដោយមិនគិតពីធុងសម្រាមបើសិនជាយើងអ្នកចោលសម្រាមដោយមិនគិតពីធុងសម្រាមវិញណាគិតយ៉ាងណាដែរចាបើសិនជាបងជាអ្នកចោលសម្រាមដែលជាអ្នកចោលក្រៅធុងសម្រាមចាបងគិតថាខ្លួនបងប្រហែលជាមនុស្សគេហៅថាគេហៅថាអវិជ្ជាណាយ៉ាតែថាមនុស្សដូចថាជាមនុស្សម្នាក់ដែលថាមិនយល់ពីថាអ្វីជាអ្វីសង្គមណាចាចេះតែខ្លួនឯងមិនសម្អាតខ្លួនឯងផងស្រាប់តែនឹងកន្លែងដេកនឹងមិនម៉ាណាចាដល់ថ្នាក់ហ្នឹងចាហើយមួយទៀតបើសិនជាផ្ទះរបស់អ្នកបងនៅជាប់នឹងកន្លែងដែលគេនាំគ្នាយកសម្រាមមកចោលចាពេលហ្នឹងដូចថាជាលក្ខណៈមួយដូចថាសម្រាមកោពេញវាចោលក្លិនពីដោតមកពេលហ្នឹងចាហើយសំយើងប្រើសម្លេងច្រៀងទៀតចាដល់ពេលអញ្ចឹងទៅយើងមានគិតថាឆ្ងល់ពួកគាត់ចាហេតុអីក៏មកភូមិមានគាត់ខុសគេអញ្ចឹងចាបើទោះជាចោលគឺថាសប្តាហ៍ថ្ងៃនេះគេមានឡានចាហើយមានធុងហើយក៏មានឡានសម្រាប់ទៅយកដល់ផ្ទះដែរអញ្ចឹងគាត់ចងឲ្យចិត្តទៅដូចថាកាកបាយទៅចាអ្វីផ្សេងតែជាតិទឹកជាតិអីហ្នឹងផ្សេងចងផ្សេងទៅចាពេលពួកគាត់អត់ខ្លាចជះអត់ទេមែនជះខ្លាតមកផ្ទះបងទៀតឧទាហរណ៍ថាគ្នាចងជាប់ចឹងហើយប៉ុន្តែលោក BIG នោះតកាយចាំតកាយហើយតកាយតកាយសម្រាមគឺនឹងឡើងស្អុយពេញហ្នឹងតើអ្នកនាងសំពូលីដាផ្ទះនៅចិត្តហ្នឹងគិតមិនចំពោះលោក BIG និងអ្នកចោលសម្រាមចាក៏ពិតទៅបើសិនជាយើងចងឲ្យជាប់យើងមិនអាចបន្ទោសឆ្កែបានទេក៏ពិតបងម្ចាស់ផ្ទះហ្នឹងគឺគាត់គិតទៅថាធ្វើអីរួចតែពីដៃអត់មានយល់ញាតស្ដានចិត្តខាងនិយាយរួមទៅក៏អត់មានស្ដាប់ធ្នាប់ចាអត់មានផាសុខភាពខ្លួនឯងចាសំណួរដដែលហ្នឹងប្រសិនបើប្រសិនឲ្យសំណួរយើងប្រសិនបើអ្នកនាងសំពូលីដាគឺជាមន្ត្រីជលផលតើអ្នកនាងយល់ឃើញយ៉ាងម៉េចដែរនៅពេលដែលគេយកជលផលនៅកំពង់ឆ្នាំងហើយបាទប៉ុន្តែគេចោលសម្រាមនៅពេញដែរអ្នកនាងយល់យ៉ាងម៉េចដែរចាហ្នឹងយល់ឃើញថាខាងផ្នែកបងជលផលសេវាកម្មនេះថាលក្ខណៈពីកំពង់ឆ្នាំងអញ្ចឹងហ៎ពេញហ្នឹងគាត់ទៅពិភាក្សាគ្នាទៅយើងមានបន្ទោសដែរជលផលហ្នឹងខាងអីជលផលហ្នឹងខាងអីជលផលខាងអីដឹងអីឬក៏តែឲ្យជាថាជលផលតាមគេទៅមន្ត្រីជលផលហើយឥឡូវយល់ឃើញមិនដែរចំពោះការចោលសម្រាមពីវាពីការចាគឺឃើញថាខាងមន្ត្រីជលផលហ្នឹងត្រូវភាសាគ្នាទៅអត់ត្រូវបន្ទោសសម្រាមទេចាភាសាមួយប៉ុន្តែឥឡូវខ្ញុំសួរវិញតែមន្ត្រីជលផលហ្នឹងបងយល់តែមន្ត្រីជលផលគេធ្វើការងារខាងអីចាមន្ត្រីជលផលហ្នឹងគេធ្វើការងារខាងអីខាងផលខាងផលខាងលើសម្រាមទៅខាងយកសម្រាមហ៎បាទអូមបាទមួយចុងក្រោយមិនមានអត់មានពាក់ព័ន្ធគ្នាសោះអត់មានពាក់ព័ន្ធគ្នាសោះខំប្រឹងមិនដឹងឯងខ្ញុំមកចង់វាក់មួយគាត់ចំជុលតោះវិញខ្ញុំនឹងក៏ចង់ឆ្ងល់ខាងផ្នែកណានៃសោះហ្នឹងចេះតែឆ្លើយលេងទៅបើគាត់សួរលេងដែរជលផលឡើងខាងអីបងបងសុគាជលផលហ្នឹងខាងត្រីខាងនេសាទហ្នឹងហើយត្រីណាបើខ្ញុំថតអីហ្នឹងអូនសុគាក៏សួរចឹងខាងជលផលតែតង់ខាងជលផលទៅមិនប៉ះពាល់អីរឿងសម្រាប់អរគុណហើយអរគុណអ្នកសំពូលីដាច្រើនដែលបានធ្លាក់ទឹកឲ្យខំប្រឹងយកទឹកមកងូតចាអរគុណតារាកិត្តិយសរបស់យើងទាំងពីររូបដែលបានឆ្លើយនៅសំណួរដែលបងសុគាបានសួរណាចង់ប្រាំងមិនអូមហាសិទ្ធអូស្អីចេះជលផលសអខ្មែរសិនយើងនឹងបានជួបគ្នានៅវគ្គក្រោយជាបន្តទៀតបាទប៉ុន្តែ